ในทางนี้คือนางจุเชแต่เลยประเทศบอสการใบใจตรวจสมบัติร่วมโดยตลาดกาสมจะบีบสู้เมตบีสุจิตาจ้ะจะบีบสู้กันเนี่ยเดี๋ยววันจะสมอกุลสำหรับการจำหน่ายเป็นบริโภคร่วมในขนมการไปที่โจเจปีบาประวัติบีทีวีในขนมสัปดาห์นี้ให้ดิดานิชมบานบางไฮจูนดอปริมาตรดุสเนกจนการขังดาวหายในทางนี้คือเมตบีสุจิตานังโจกลุ่มมาใจรวมเลยแต่เลยประเทศบอสการใบใจตรวจสมบัติร่วมตามเพลย์ตลาดกาอยู่ใหญ่ใจเต้โดยเชื่อชี้สำนวนดับโบงท่านเนเปได้สปาไม่ปฏิยีหรือก็ปฏิปปนกอดเตรเลงเล่หายกอดอนุวัตตามมิติวิธีจะดาวตลาดกาในทางปฏิปนก็สรุปฉบับไปจังกอดเถอเลงเล่กอดเถอดาวตลาดกาแต่การใบใจตรวจสมบัติร่วมเตรเด็กขาดเพื่อตามตลาดกาได้หรือก็อย่างนั้นจังโจมบัดดอสำนวนระบกันเนี่ยดาวันวิ่งคือโดยไว้ได้กันเนี่ยบ้านเลือกแรงประกอบแน่แท้ปฏิปปนเนไปเด็กกอดมีจำนวนเปียสอบฉบับไปเลงเล่กอดเตยตลาดกาปัญหาจมปูแกใบใจตรวจสมบัติคือมันประกอบแท้ทั่วดิชนอเตมันประกอบทั่วดิชนอมีในแท้กอดไอทั่วแกใบใจตรวจสมบัตินุกได้ครูนไอกับแบนกอดไอทั่วแกใบใจตามเตที่ตลาดแกบกอดผมเพียงแค่นี้แกใบใจตรวจสมบัติโดยครูนไอนี่คือมีในแทนเจกันเนี่ยประเดี๋ยวปนก็สอสัวគ្នាទៅគាត់មានទ្រព្យមានដីពីរកន្លែងគាត់ថាឥឡូវដីអលមួយឲ្យទៅប្តីទៅហើយដីអលពីរប្រពន្ធយកអញ្ចឹងស្ថានភាពនេះគឺគាត់ព្រមព្រៀងគ្នាអំពីការបែងចែកគាត់អាចធ្វើការបែងចែកដោយខ្លួនឯងបែបនេះបានដែលយើងហៅវាថាជាការបែងចែកក្រៅតុលាការតែផ្ទុយទៅវិញបើសិនបើគាត់មានការព្រមព្រៀងគ្នាទេឧទាហរណ៍ថាដីមានពីរកន្លែងដដែលតែប្តីគាត់ថាអលមួយនឹងខ្ញុំចង់បានប្រពន្ធគាត់ថាដីនោះក៏ខ្ញុំចង់បានដូចគ្នាដែរចឹងស្ថានភាពនេះយើងអាចព្រមព្រៀងគ្នាបានតតែសោះគាត់ចង់បានរៀងខ្លួនអត់ដឹងធ្វើម៉េចទេគឺមានតែគាត់ទៀមទាទៅតុលាការសូមឲ្យតុលាការបែងចែកឲ្យគាត់អញ្ចឹងការទៀមទាបែងចែកទៅតុលាការនេះហើយដែលយើងហៅថាជាការបែងចែកទ្រព្យសម្បត្តិទៅតាមតិធិតុលាការតែអាហ្នឹងវាជាវិធីបែងចែកជារបៀបនៃការបែងចែកទ្រព្យសម្បត្តិណាអញ្ចឹងសរុបមកវិញនៅពេលដែលយើងនិយាយអំពីការបែងចែកទ្រព្យសម្បត្តិប្តីប្រពន្ធគឺយើងអាចបែងចែកដោយខ្លួនឯងក៏បានយើងហៅថាការបែងចែកក្រៅតុលាការឬក៏យើងបែងចែកតាមការទៀមទាទៅតុលាការតែខ្ញុំសូមបញ្ជាក់បន្ថែមថាការបែងចែកតាមតុលាការនេះទោះតែភាគីក៏ព្រមព្រៀងគ្នាអញ្ចឹងបើគាត់ព្រមព្រៀងគ្នាគឺអត់មានអីចាំបាច់ត្រូវទៅឲ្យតុលាការបែងចែកទៀតនោះទេចាចឹងតាមផ្លូវច្បាប់ថាតើកញ្ញាអាចបញ្ជាក់បានទេយើងមានការបែងចែកទ្រព្យសម្បត្តិជាប្រមាណប្រភេទអ្វីខ្លះដែរចាពាក់ព័ន្ធជាមួយនឹងទ្រព្យសម្បត្តិហ្នឹងគឺយើងអាចនិយាយថាចេះជាកម្មវត្ថុនៃការបែងចែកដោយតុលាការជាកម្មវត្ថុនៃការបែងចែកដោយតុលាការចឹងកម្មវត្ថុនៃការបែងចែកទ្រព្យសម្បត្តិប្តីប្រពន្ធដោយតុលាការគឺមានតែទ្រព្យសម្បត្តិរួមតែប៉ុណ្ណោះតឡាការគឺអត់ធ្វើការបែងចែកទ្រព្យសម្បត្តិដល់ឡៃទេដោយសារតែទ្រព្យសម្បត្តិដល់ឡៃនោះគឺយើងអាចកំណត់បានជាក់លាក់ថាជារបស់ប្តីឬជារបស់ប្រពន្ធហើយយើងហៅទ្រព្យផ្ទាល់ខ្លួនរបស់ពួកគាត់រៀងខ្លួនណាអញ្ចឹងវាមានអីត្រូវបែងចែកទេរបស់ប្តីគឺប្តីរបស់ប្រពន្ធគឺប្រពន្ធដល់ឡៃទ្រព្យរួមនេះទេដែលយើងត្រូវពិចារណាហេតុអីព្រោះនៅពេលដែលវាជាទ្រព្យសម្បត្តិរួមយើងអត់ដឹងថាទ្រព្យណាជារបស់ប្តីទ្រព្យណាជារបស់ប្រពន្ធទេអញ្ចឹងនៅពេលដែលគាត់លែងលះគ្នាត្រូវតែបែងចែកគឺជាស្ថានភាពបែបនេះអាចពន្យល់អំពីនិយមន័យថាតើអ្វីទៅជាទ្រព្យរួមចេះពាក់ព័ន្ធជាមួយនឹងទ្រព្យសម្បត្តិរួមគឺយើងអាចនិយាយបានថាចេះវាជាទ្រព្យសម្បត្តិទាំងឡាយណែដែលប្តីប្រពន្ធគាត់ទទួលបាននៅក្នុងពេលដែលគាត់មានអាពាហ៍ពិពាហ៍មួយគ្នាមានអាចថាទ្រព្យដែលប្តីទទួលបានឬក៏ទ្រព្យដែលប្រពន្ធទទួលបានឬក៏ទ្រព្យដែលប្តីប្រពន្ធទាំងសងខាងនោះទទួលបានក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ចឹងឧទាហរណ៍ហ្នឹងវាអាចថាជាប្រាក់ខែធម្មតានៅក្នុងជីវភាពរស់នៅយើងត្រូវមានប្រាក់ខែរៀងខ្លួនហើយចឹងប្រាក់ខែប្តីប្រពន្ធនោះគឺយើងហៅថាជាទ្រព្យរួមឬក៏អាចថាគាត់ទិញទ្រព្យទិញដីទិញឡានទិញផ្ទះអញ្ចឹងទៅក៏វាជាទ្រព្យរួមរបស់គាត់ដែរអាចគាត់ទិញក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ហ្នឹងឬក៏អាចថាលុយដាក់ធនាគារចេញការប្រាក់កើតការប្រាក់ក៏ជាទ្រព្យសម្បត្តិរួមរបស់ពួកគាត់ដែរចាតែទ្រព្យសម្បត្តិអស់ហ្នឹងត្រូវចុះបញ្ជីមុនពេលដែលយើងមានបញ្ហាយើងត្រូវតែចុះបញ្ជីបញ្ជាក់ថាមានឈ្មោះទាំងប្តីទាំងប្រពន្ធដែរទេឬក៏ពេលក្នុងអំឡុងអាពាហ៍ពិពាហ៍ហើយស្រាប់តែប្តីគាត់ទៅទិញទ្រព្យអីមួយគាត់អត់បានដាក់ឈ្មោះភរិយាទេព្រោះគាត់គិតថានេះគឺជាចំណែកណាមួយដែលគាត់រកបានហើយគាត់សន្សំខ្លួនឯងហើយគាត់ទៅទិញនេះដាក់ឈ្មោះខ្លួនឯងតែអាហ្នឹងចាត់ទុកថាជាទ្រព្យរួមឬក៏ចាត់ទុកថាយ៉ាងណាដែរក្នុងស្ថានភាពនេះខ្ញុំសូមធ្វើការបញ្ជាក់ជូនថាចេះឲ្យតែទ្រព្យដែលគាត់ទទួលបានក្នុងអំឡុងពេលអាពាហ៍ពិពាហ៍នេះលើកលែងតែចំណុចពិសេសដែលគេកំណត់ថាទទួលបានដោយប្រទានកម្មសន្តិកម្មឬអច័យទានដែលគេកំណត់ថាជាទ្រព្យតម្លៃចឹងណាឬក៏ទ្រព្យជាតម្លៃតបដែលខ្ញុំនឹងធ្វើការបង្ហាញតាមក្រោយពាក់ព័ន្ធមួយទ្រព្យតម្លៃគឺវាជាទ្រព្យសម្បត្តិរួមទាំងអស់អញ្ចឹងទោះបីជាប្តីនេះនៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍គាត់ទៅទិញដីមួយកន្លែងគាត់ដាក់តែឈ្មោះគាត់ទេក៏វាខ្លាចទៅជាទ្រព្យសម្បត្តិរួមដែរប្រសិនបើគាត់ប្រើលុយរួមនោះយកទៅទិញយើងអាចនិយាយថាបែបហ្នឹងហេតុអីព្រោះបើសិនជាយើងពិចារណាអំពីការកំណត់វាបានក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ហើយ
គ្រាន់តែការចុះបញ្ជីរបស់គាត់អានឹងវាជាបញ្ហានៃការចុះបញ្ជីទេតែជាលក្ខណៈសារធាតុនិស្សិតគឺជាទ្រព្យសម្បត្តិរួមជាកម្មវត្ថុនៃការបែងចែក កន្លែងហ្នឹងឧទាហរណ៍ថាប្តីគាត់បញ្ជាក់ដដែលថាប្រពន្ធគាត់នៅផ្ទះធម្មតាប្រពន្ធគាត់អត់មានចំណូលផងទោះបីជាការហើយក៏ដោយប៉ុន្តែចំណូលគ្រប់បែបយ៉ាងដែលគាត់យកទៅទិញនេះគឺជាចំណូលដែលប្តីប្រឹងរកឲ្យខ្លួនឯងកន្លែងចំណុចនេះគឺនាងខ្ញុំជឿជាក់ថាកើតមានច្រើនណាស់នៅពេលដែលប្តីប្រពន្ធមានការលែងលះប្តឹងដល់តុលាការហើយបែងចែកទ្រព្យរួមនឹងមិនដាច់ស្រេចដោយប្រការព្រមព្រៀងប្តឹងដល់តុលាការគឺតែងតែមានហេតុផលបែបហ្នឹងជាទូទៅបើសិនបើជាកញ្ញាមេធាវីជួបស្ថានភាពបែបហ្នឹងគេតែងតែយកអ្វីមកដំណោះស្រាយហើយជជែកពេកញែកគ្នាបញ្ហានេះគឺកំណត់ជាក់លាក់នៅក្នុងច្បាប់បានបង្ហាញថាការងារគេហកិច្ចក៏មានតម្លៃដូចការងារខាងក្រៅអញ្ចឹងមានន័យទៅបីជាប្រពន្ធគាត់នេះនៅតែផ្ទះអត់បានធ្វើការងារអត់បានរកចំណូលបន្ថែមមកក៏ដោយតែគាត់គឺមានចំណាយដូចគ្នាហេតុអីបើយើងពិចារណាទៅថាការងារគេហកិច្ចក៏បានរកចំណូលមែនតែគាត់ក៏បានជួយសម្រួលបន្ទុកមួយចំនួននៅក្នុងការចំណាយគាត់អត់នៅផ្ទះយើងត្រូវជួលគេមើលកូនជួលគេឲ្យធ្វើការបោះសម្អាតផ្ទះហូរហែអាហ្នឹងក៏ជាការចំណាយដែរអញ្ចឹងទើបច្បាប់យើងបានកំណត់ថាការងារគេហកិច្ចក៏មានតម្លៃដូចការងារខាងក្រៅដែរអញ្ចឹងប្តីអត់អាចនិយាយថាលុយហ្នឹងខ្ញុំអ្នករកស៊ីខ្ញុំប្រឹងធ្វើការយកមកទិញដីហ្នឹងអញ្ចឹងលុយហ្នឹងដែលទិញដីជាទ្រព្យរបស់ខ្ញុំអត់អាចនិយាយបែបនេះទេហើយដូចខ្ញុំបានបញ្ជាក់ពីខាងដើមថាប្រាក់ខែក៏ជាទ្រព្យសម្បត្តិរួមដែរអញ្ចឹងអត់អាចមកនិយាយថាទាអាហ្នឹងជាទ្រព្យរបស់ខ្ញុំបាច់គឺអត់បានទេឧទាហរណ៍ហ្នឹងសម្រាប់ខាងនារីចាស់គាត់មានទូនាទីមើលថែទាំផ្ទះមើលថែទាំកូនទុកដាក់លុយកាក់តោះទោះបីគាត់អត់បានទៅរកចំណូលខាងក្រៅទេប៉ុន្តែចាត់ទុកថាជាការងារដែលមានតម្លៃស្មើចុះបើសិននៅក្នុងករណីអព្យាស្រ័យនឹងខ្ញុំសូមលើកឧទាហរណ៍ចំចាស់ឧទាហរណ៍ដល់បច្ចុប្បន្ននេះស្ត្រីយើងច្រើនណាស់ដែលគាត់ជាអ្នករកស៊ីគាត់អាចជារកស៊ីអនឡាញគាត់ប្រឹងណាហើយស្ថានភាពគ្រួសារមួយចំនួនតូចយើងអាចថាស្វាមីគាត់ប្រហែលជាមិនសូវជាប្រឹងរកទេហើយគាត់ក៏មិនមែនជាបរិះមេផ្ទះដែរហើយបើយើងគិតបន្តិចណាគាត់អត់ប្រឹងរកចំណូលហើយគាត់មិនមែនជាបរិះមេផ្ទះទៀតគឺបានថាគាត់អាចជាអ្នកចាយវាយហើយអត់ប្រឹងរកអានេះមានឧទាហរណ៍មួយចំនួនតូចទេអញ្ចឹងដល់ពេលដែលមានបញ្ហាលៃលះគាត់ថាទ្របហ្នឹងគាត់ប្រពន្ធប្រឹងលក់អនឡាញប្រឹង live ប្រឹងអីលុយមកគាត់ខឹងចិត្តគាត់ទៅទិញទ្របទុកតែដៃលែឈ្មោះខ្លួនគាត់ទៅដែរចាប៉ុន្តែឲ្យតាមធិតពិតពិចារណាទៅស្វាមីគឺគាត់អត់មែនជាអ្នកជួយសម្រាប់បន្ទុកការងារអ្វីរបស់ប្រពន្ធដែរដល់ពេលមានបញ្ហាឡើងតុលាការស្វាមីទៀមទាទ្របនឹងដែរតើវាយ៉ាងម៉េចដែរកន្លែងចំណុចនេះខ្ញុំសូមបញ្ជាក់ថាអញ្ចឹងទោះបីជាស្ថានភាពបែបហ្នឹងក៏ដោយណាយើងឃើញថាវាជាទ្របរួមដដែលចាតែយើងនឹងមានបញ្ហានៅការបែងចែកទេថាតើចែកមិនចែកយ៉ាងម៉េចចែកយ៉ាងម៉េចហ្នឹងខ្ញុំនឹងបង្ហាញនៅសំណួរបន្តថាចេះឥឡូវយើងចែកប្រពន្ធគាត់ព្យាយាមណាខំរកផងទុកដាក់ផងសំផងប្តីអត់មានធ្វើអីសោះគិតតែពីចាយវាហោហែអញ្ចឹងដល់ពេលបែងចែកតើតឡាការគាត់បែងចែករបៀបម៉េចឲ្យទៅប្រពន្ធឬក៏ឲ្យទៅប្តីឬក៏ចែកស្មើឬក៏បែបណាណាអាហ្នឹងវាជាបញ្ហានៃការពិចារណាអំពីការបែងចែកទេតែបើសួរថាវាជាទ្រព្យរួមអត់វានៅតែជាទ្រព្យរួមអញ្ចឹងមានណាដែលចេះយើងខ្ញុំចាប់បានអ្វីដែលជាការបញ្យល់របស់កញ្ញាមេធាវីយើងអត់ទាន់អាចនិយាយបានថាឲ្យតែទ្រព្យរួមសិតតែចែកស្មើទេចេះអត់អាចនិយាយបែបហ្នឹងបានទេចាអញ្ចឹងក្នុងន័យសំខាន់គឺបញ្យល់ឲ្យបងប្អូនប្រជាពលរដ្ឋយល់សិនទ្រព្យដែលកើតនៅអំឡុងពេលដែលយើងរៀបអាពាហ៍ពិពាហ៍ហើយគឺក្រោយនៅពេលដែលយើងចុះឲ្យតាស៊ីវិលបន្ទាប់មកយើងមានទ្រព្យទាំងអស់នោះតាមផ្លូវច្បាប់គឺចាត់ទុកថាជាទ្រព្យរួមចាប៉ុន្តែសំណួរសួរថាតើគេចែកស្មើទាំងអស់ឬក៏យ៉ាងណាអត់មានន័យថាស្មើទាំងអស់គ្រប់ករណីទេអូចាមានន័យបែបហ្នឹងចាហើយក៏មិនមែនគ្រប់ករណីដែលថាទទួលបានក្នុងអំឡុងពេលអាពាហ៍ពិពាហ៍វានឹងក្លាយជាទ្រព្យសម្បត្តិរួម100%ដែរអរគុណកញ្ញាមេធាវីសុជាតិតានេះគឺជាវគ្គទី1ដែលកញ្ញាបានលើកឡើងដោយពន្យល់អំពីនិយមន័យទ្រព្យរួមទ្រព្យដែលឡែកសុជាតិតាដែលជាសមាជិកគណៈកម្មការកិច្ចការរដ្ឋប្រវេណនេះនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាហើយការពីវគ្គទី1កញ្ញាសុជាតិតាក៏បានលើកឡើងដោយពន្យល់ជាមួយនឹងឧទាហរណ៍មួយចំនួនហើយភ្ជាប់ជាមួយនឹងសំណួរដែលយើងលើកយកនៅតំណែងតំណងប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋរៀងស្មុគស្មាញបន្តិចហើយទស្សនិកជនរឿងការបែងចែកទ្រព្យនេះអញ្ចឹងខ្ញុំសូមផ្ដោតសំខាន់ទៅលើការបែងចែកទ្រព្យរួមតាមផ្លូវតុលាការកញ្ញាមេធាវីតើអាចបញ្ជាក់បានទេថាតើការបែងចែកទ្រព្យរួមតាមផ្លូវតុលាការហ្នឹងគឺយើងបែងចែកដោយរបៀបណាខ្លះដែរចា៎កញ្ញាអរគុណពាក់ព័ន្ធជាមួយនឹងការបែងចែកនេះយើងអាចនិយាយថាចេះនៅពេលដែលតុលាការធ្វើការបែងចែកក៏ពិចារណាលើចំណុចច្រើនមែនតើមុននឹងសម្រាប់ថាបែងចែកបែបណាណាតែនៅពេលនេះខ្ញុំសូមបង្ហាញចំណុចសំខាន់ចំនួន2ទេពាក់ព័ន្ធមួយការបែងចែកនឹងថាតើតឡាការកំណត់ចំណាយបែបណាហើយតឡាការកំណត់អំពីវិធីបែងចែកបែបណាយើងដឹងថាមិញខ្ញុំបានប្រាប់ថាទ្រព្យរួមមានច្រើនប្រភេទច្រើនរូបភាពគាត់អាចមានឡានមានផ្ទះមានដីមានម៉ូតូមានច្រើនចឹងទៅទៀតតាមស្ថានភាពគ្រួសារនីមួយៗចឹងនៅពេលមកបែងចែកកំណត់ថាមិនទៅបើវាច្រើនចឹងចាអញ្ចឹងជាគោលការណ៍ចំណុចទី1តឡាការនឹងធ្វើការពិចារណាថាចេះត
តើប្តីនិងប្រពន្ធហ្នឹងគាត់មានចំណែកនៃសិទ្ធិលើទ្រព្យសម្បត្តិហ្នឹងចំនួនប្រមាណហើយចំពោះការកំណត់អំពីចំណែកនៃសិទ្ធិនេះយើងអាចនិយាយថាយើងមានពីររូបភាពដែលយើងមើលឃើញទី1គឺជាគោលការណ៍ដែលយើងនិយាយថាបែងចែក1ភាគ2ម្នាក់ហើយនឹងករណីមួយទៀតជាករណីលើកលែងដែលកញ្ញាលើកឡើងមុននេះថាអត់ខំប្រឹងរកអីសោះបែរជាមកទៀមទាទ្របអញ្ចឹងណាអាហ្នឹងយើងហៅជាករណីពិសេសឬករណីលើកលែងនោះឯងអញ្ចឹងពាក់ព័ន្ធជាមួយនឹងគោលការណ៍បើសិនជាយើងពិចារណាអំពីគោលការណ៍នៃការបែងចែកតុលាការគឺកំណត់ថាប្តីនិងប្រពន្ធនោះគាត់មានចំណែក1ភាគ2ម្នាក់នៃសិទ្ធិលើទ្រព្យសម្បត្តិរួមយើងហៅថាបែងចែកពាក់កណ្ដាលចុះឧទាហរណ៍ថាគាត់មានផ្ទះហ្នឹងតម្លៃ200000ហើយគាត់មានប្រាក់តម្លៃ50000អញ្ចឹងទៅយើងនិយាយទៅប៉ុណ្្នឹងចុះអញ្ចឹងពេលតុលាការបែងចែកតាមគោលការណ៍1ភាគ2នេះគឺតុលាការនឹងកំណត់ថាលុយ50000នោះប្តីប្រពន្ធគាត់ចែកគ្នាទៅម្នាក់បាន25000ប៉ុន្តែចំពោះផ្ទះយើងឃើញថាផ្ទះហ្នឹងគឺតុលាការនឹងកំណត់ចំណែកថាគាត់មាន1ភាគ2ម្នាក់អញ្ចឹងបើយើងគិតជាទឹកប្រាក់ទៅអាចនិយាយថាម្នាក់100,000តែហ្នឹងគ្រាន់ជាការកំណត់ចំណែកណាវិធីបែងចែកមួយទៀតអាហ្នឹងនៅចំណុចទី2អញ្ចឹងអានេះជាគោលការណ៍គឺយើងគិតតែប៉ុណ្្នឹងទេដល់ពេលករណីពិសេសដែលជាករណីលើកលែងនោះគឺជាករណីដែលតុលាការគាត់អត់បែងចែក1ភាគ2ទេគាត់នឹងបែងចែកផ្សេងអំពីគោលការណ៍1ភាគ2តែលុះត្រាតែមានការទៀមទាហើយមានមូលហេតុដែលច្បាស់កំណត់មានន័យថាឧទាហរណ៍មានទំហំបរិច្ចាគមានអីចឹងទៅគាត់ធ្វើការបែងចែកផ្សេងពីនោះទៅអញ្ចឹងសួរថាអាម៉េចទៅផ្សេងការបែងចែកផ្សេងនឹងបែបម៉េចតើវាស្មុគស្មាញកម្រិតណាពិចារណាលើមូលហេតុអីខ្លះចាអញ្ចឹងខ្ញុំលើកជាឧទាហរណ៍វិញអញ្ចឹងឧទាហរណ៍ថាអញ្ចឹងប្តីប្រពន្ធគាត់ស្រឡាញ់ដីមួយពេលគាត់នៅក្នុងអំណងពេលអាពាហ៍ពិពាហ៍គាត់ណាដីហ្នឹងតម្លៃ10000តែទ្រព្យរួមរបស់គាត់ក៏មានទេគាត់មានតែ2000ទេតែគាត់ចង់បានដីហ្នឹងអញ្ចឹងប្តីក៏គាត់ថាឥឡូវចេះទៅលុយរួម2000របស់យើងហ្នឹងក៏ដោយបងមានលុយ8000ជាទ្រព្យដែលបងខំសំមកជាទ្រព្យដែលឡែកមានមុនពេលអាពាហ៍ពិពាហ៍ណាគាត់យកទៅតែងដីហ្នឹងអញ្ចឹងបើយើងមើលជីវភាពដីតម្លៃ10000តែទ្រព្យចំណែករួមនោះមានតែ2000ទេ8000ទៀតគឺមែននេះដីឡែករបស់ប្តីគាត់ចូលមកដើម្បីទិញបានដីបានមួយកន្លែងហ្នឹងចឹងដល់ពេលធ្វើការបែងចែកគាត់លែងលះគ្នាប្តីគាត់ថាដីហ្នឹងសូមមិនឲ្យតុលាការបែងចែក1ភាគ2ទេព្រោះគាត់បានយកលុយរបស់គាត់8000ទៅចូលរួមក្នុងការទិញលុយដែលគាត់មានតាំងពីមិនទាន់ការមកមែនឬគាត់ដែលឡែករបស់គាត់ឪពុកម្ដាយគាត់ឲ្យឬក៏បានមកពីណាដែលជាដីឡែករបស់គាត់ទោះបីជារៀបការឲ្យក៏ដោយចានិយាយស្រួលទ្រព្យដែលឡែករបស់គាត់អញ្ចឹងក្នុងស្ថានភាពបែបហ្នឹងតុលាការគាត់នឹងធ្វើការពិចារណាចេះមុននឹងគាត់ធ្វើការបែងចែកដីហ្នឹងគាត់ដកនៅចំណែកដែលជាទំហំបរិច្ចាគឬថាទ្រព្យដែលឡែកហ្នឹងចេញសិនអញ្ចឹងមានន័យថាលុយ10000គាត់ដក8000ចេញអញ្ចឹងបើយើងគិតជាចំណែកទៅវាស្មើ8ភាគ10ណាព្រោះដីយើង10000ហើយលុយ8000អញ្ចឹងដក8ភាគ10ចេញលុយដែលនៅសល់តែ2000នេះ2000ហ្នឹងជាចំណែកទ្រព្យរួមយើងត្រូវយកមកបែងចែកឲ្យប្តីប្រពន្ធអញ្ចឹងបែងចែកបែបណាគឺតុលាការនឹងបែងចែកតាមគោលការណ៍1ភាគ2ម្នាក់អញ្ចឹងមានន័យថាប្តីគាត់បាន1000ប្រពន្ធគាត់បាន1000អញ្ចឹងជារួមត្រឡប់មកវិញនៅលើដី L1 នេះនៅពេលដែលវាមានចំណែកទ្រព្យរួមផងទ្រព្យដែលឡែកផងបែបនេះគឺយើងនឹងមើលឃើញថាប្តីគាត់ទទួលបានចំណែក8ភាគ10ដែលទ្រព្យដែលឡែករបស់គាត់នោះយកទៅវិញចាអាហ្នឹងគាត់យកទៅហើយគាត់បានចំណែករួម1ភាគ10ទៀតអញ្ចឹងសរុបមកគាត់បាន9ភាគ10ចំណែកប្រពន្ធគាត់ទទួលបានតែ1ភាគ10ទេគឺរូបភាពបែបហ្នឹងអញ្ចឹងបើយើងគិតជាតួលេខទៅយើងថាប្តីនឹងបានលុយ9000ចា9000នៃដីហើយប្រពន្ធបាន1000វាដូចបានច្រើនតែជាក់ស្ដែងពេលដែលទិញក៏គាត់បានចំណាយលុយផ្ទាល់ខ្លួនរបស់គាត់ទៅទិញដែរអានេះហើយដើម្បីជាការបែងចែកគោលការណ៍ហ្នឹងវាមានសមភាពរវាងប្តីនិងប្រពន្ធអានេះបើគិតទៅបើសិនជាក្នុងករណីដីនឹងឡើងថ្លៃយើងគិតជាភាគរយតាមចាគិតជាភាគរយតាមហ្នឹងអញ្ចឹងឧទាហរណ៍ថាដីហ្នឹងវាឡើងដល់ទៅតម្លៃ15000ឬក៏អីអញ្ចឹងទៅអញ្ចឹងយក8ភាគ10ហ្នឹងក៏នឹង15000មកស្មើនឹងតម្លៃ12000មកយើងគិតជាភាគរយចា12000ដក12000ហ្នឹងចេញមកហើយសល់3000ចាំយកទៅចែកគឺយើងគុណតាមចំណែកធៀបនឹងអ្វីដែលយើងមាននៅពេលទិញគឺយើងធ្វើបែបនេះមាននីតិវិធីអីផ្សេងស្មុគស្មាញដែលកញ្ញាមេធាវីធ្លាប់បានជួបឲ្យដោះស្រាយទៅលើការបែងចែកទ្រព្យរួមតាមផ្លូវតុលាការក្នុងករណីដែលគាត់មិនយល់ព្រមមិនព្រមព្រៀងគ្នាដោយដែលលើកឡើងដែរទេករណីដែលយើងមិនព្រមព្រៀងគ្នាគឺយើងមាន